Cambodian Idol ពាក់ចាត់ Audition ឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យបំពង់ហឺតសៀងភីវអ៊ីវសញ្ញាតាប៉ែធ្វើឲ្យខួរក្បាលស្រស់ថ្លាបន្ថយភាពឈឺចាប់បេក្ខជនអាយុ17ឆ្នាំម្នាក់ទៀតមកពីខេត្តបាត់ដំបងខ្ញុំបាទដិនឌីណាមានអាយុ17ឆ្នាំខ្ញុំជាបេក្ខជនមកពីខេត្តបាត់ដំបងឌីណាមិនដែរអូនអារម្មណ៍នៅពេលនេះសប្បាយជឿជាក់លើខ្លួនឯងខ្លាំងអត់ជាមួយនឹងបទចម្រៀងដែលឌីណាលេងជាមួយនឹងហ្គីតាជឿជាក់ចាំមើលក្មេងប្រុសម្នាក់នេះមានអ្វីដែលពិសេសចេះគេហ្គីតាយូរនៅចេះប្រហែលជាកន្លះឆ្នាំបើស្ទាត់ជំនាញអាគ័រហ្មងមែនទេមែនទេបាទឆ្លើយដូចអត់សូវជឿជាក់ភាគច្រើនបងអូនអាយុប៉ុណ្ណឹងច្រើនទៅលេងចូលចិត្តហ្គីតាឥឡូវហ្នឹងក្នុងប្រហែលជា2ឆ្នាំហ្នឹងបងប្អូនចូលចិត្តហ្គីតាច្រើនបងអូនច្រៀងបងអូនចូលចិត្តសិល្បៈហ្នឹងអ្នកណាដែលជំរុញចិត្តឲ្យបងអូនមកចូលរួមនៅក្នុងកម្មវិធីបងប្រុសខ្ញុំអញ្ចឹងគិតថាបងអូនច្រៀងព្រោះមែនទេបាទអញ្ចឹងមកដាក់ពាក្យមកសាកមើលឲ្យដឹងថាយ៉ាងម៉េចណាបាទអរគុណច្រើនអូនឌីណាបាទធ្លាប់លេងហ្គីតាឲ្យមិត្តភ័ក្តិឬក៏ប៉ាម៉ាក់ស្ដាប់ទេហើយមានច្រៀងមានអីចឹងណាធ្លាប់គាត់ថាមិនដែរគួរសមអូខេបងចង់សួរអូខេជើញឌីណាជប់គ្នាដំបងឃើញសង្សារអូនកំពុងកាន់ដៃស្ងួតជប់គ្នាម្ដងទៀតស្រាំតែបងបែរឃើញគេអោបអ្នកដទៃជប់គ្នាថ្ងៃថ្មីមិនដឹងហេតុអ្វីគេក៏សុំបែកពីអូនជប់គ្នារហូតអូននឹងបងក៏ផ្ដាំទាំងតងគ្នាជាមិន My baby អូនប្រាប់បងថាសង្សារអូនទៅមិនឆើបងឃើញអូនយំរហូតពេកទៅនិយាយលេងថាมึงស្រឡាញ់ស្ងួតក៏យូរញឹមទឹកភ្នែកប្រាប់តែយើងស្រឡាញ់គ្នាឲ្យបានបងមិនចង់ឃើញអូនឈឺចាប់អូនមិនត្រូវស្លាប់ព្រោះមនុស្សក្បត់អូនឲ្យបងសន្យាថានឹងមិនក្បត់ស្ងួនពេលនេះមានតែសារធ្វើជាសង្សារអូនហើយខ្លួននៅទំនេរក៏ចង់មានស្នេហាហើយចង់មានសង្សារស្រឡាញ់គ្នារហូតMy baby អូនប្រាប់បងថាសង្សារទៅបែកចិនបងឃើញអូនយំរហូតពេកទៅនិយាយលេងថាមកស្រឡាញ់អូនស្ងួតក៏ញញឹមពេញភ្នែកតែយើងស្រឡាញ់គ្នាឲ្យបានយូរ Yeah អូនបងសន្យាថានឹងមិនក្បត់ស្ងួតពេលនេះមានតែសារធ្វើជាសង្សារអូនហើយខ្លួននៅទំនេរក៏ចង់មានស្នេហាហើយចង់មានសង្សារស្រឡាញ់គ្នារហូតយ៉ាប៊ីបងសាទរសង្សារអូនយ៉ាប៊ីបងសាទរសង្សារអូនយ៉ាប៊ីបងសាទរសង្សារអូនអរគុណចាអូយមុខមាត់អញ្ចឹងមកដល់លេងវាយសិតតែបត់ញាក់អញ្ចឹងហ្មងណាអត់មាត់ណាសួរមួយម៉ាត់ឆ្លើយមួយម៉ាត់អត់ចង់ឆ្លើយទៀតតែទៅពេលលេងមកបេនយេ baby សងសាបងឌីណា17ឆ្នាំអីក៏ប្អូនជ្រើសរើសបទញាក់មកច្រៀងនៅក្នុងពេលនេះភាគច្រើនខ្ញុំស្រឡាញ់ចូលចិត្តច្រៀងតបែតបទញាក់ចូលបទសង់ទីម៉ងស៊ីម៉ងច្រៀងដែរតែច្រៀងភាគតិចតែបើសិនជាយើងច្រៀងសង់ទីម៉ងទៀតល្អបើតាមនៅអ្វីដែលប្អូនមានបងធ្វើបានល្អបងចូលចិត្តសំឡេងរបៀបអញ្ចឹងហើយច្រៀងច្បាស់ល្អតែគាត់ថារៀងញ័របន្តិចចុងកតុយប្រើ style អីខ្លួនឯងបានល្អច្រើន17ឆ្នាំបាទចាក៏ពេលយើងសំបីតែសំឡេងច្រៀងសំបីតែ style ក៏យើងមានខ្លួនឯងបាទស្ដាប់ទៅមកផ្នែកផ្សេងខ្លួនឯងដែលទទួលបានហើយព្រោះអរគុណច្រើនបងអរគុណច្រើនរិទ្ធមានអីចង់និយាយជាមួយអូខេសម្រាប់ខ្ញុំយល់ឃើញថាបទចម្រៀងមួយបទនេះវាលើសសមត្ថភាពអូនណាបទចម្រៀងនេះចំណុចសំខាន់នៃបទចម្រៀងគឺកន្លែងប្រើសលេងខ្មោចអញ្ចឹងឌីណាដូចថាប្រើសលេងខ្មោចអត់ទាន់បានល្អដោយសារវ័យយើងវានៅមានការវិវត្ត
ចឹងគ្រាន់តែចំណុចមួយដែលបងចង់និយាយថាសំឡេងខ្មោចបងអូនធ្វើអត់ទាន់បានល្អនៅក្នុងបទចម្រៀងមួយបទនេះដោយសារបទនេះវាលើសពីសមត្ថភាពដែលបងអូនមានណាអរគុណអូនតាមពិតចេះប្រើក៏ប៉ុន្តែដល់ពេលកន្លែងហ្នឹងខ្សោយពេកបើសិនជាដល់កន្លែងសំឡេងខ្មោចហ្នឹងគឺគេប្រើអត់លុបបាត់ទេបានន័យថាត្រូវតម្លើងឲ្យវាលឺបន្តិចឲ្យវាស្មើនឹងសំឡេងយើងកំពុងតែច្រៀងលើកក្រោយណាឲ្យតែច្រៀងដល់កន្លែងហ្នឹងគឺឲ្យស្មើឲ្យស្មើនឹងសំឡេងយើងច្រៀងអរគុណអរគុណច្រើនថ្ងៃនេះគឺបានបង្កើតបរិយាកាសនៅបទចម្រៀងមួយបទនិយាយទៅកម្រមានអ្នកដែលយកបទចម្រៀងបែបញាក់យកមកបកស្រាយក្នុងការប្រកួតមានតែប្អូននេះប្លែកបងឲ្យលើកមេដាយហ្មងនិយាយទៅគឺបងឃើញអ្នកស្ពាយហ្គីតាមកភាគច្រើនជ្រើសរើសបទចម្រៀងអាចថាខុសរើសមកបទមកដូចខំប្រឹងច្រៀងអត់បានបង្កើនភាពសុបាយសម្រាប់ខ្លួនឯងសម្រាប់កាយវិការនៃការកាន់ហ្គីតាកន្លែងហ្នឹងមួយបងឲ្យតម្លៃទៅលើអូនដោយសារទោះបីជាបទចម្រៀងមួយបទ8មិញអូនបកស្រាយមិនទាន់បានល្អឥតខ្ចោះដោយសារយើងខ្វះខាតនៅចំណុចកន្លែងសម្លេងខ្មោចហ្នឹងក៏ដោយចាប៉ុន្តែបងអូនបានបង្កើនភាពរីករាយហើយជាងនៅបទចម្រៀងបែបប្លែកនិយាយទៅបទនេះទោះបីជាបទញាក់មែនប៉ុន្តែក៏មិនមែនបទដែលងាយស្រួលប្រើសម្លេងក្នុងការច្រៀងដែរចាត្រូវការមេឡូឌីដិតហើយដល់ពេលដល់កន្លែង refrain ហ្នឹងត្រូវច្រៀងហើយស្រែកចូលសម្លេងខ្មោចភ្លាមអញ្ចឹងវ័យអូននៅប៉ុណ្ណេះការប្រើប្រាស់សម្លេងខ្មោចរបស់យើងមិនទាន់គេហៅថាមិនទាន់រលូនល្អហើយមិនទាន់ដល់ល្អទេដោយសារហើយតែឡើងទៅគឺបាត់សម្លេងហ្មងដោយសារដូចថាយើងនៅទៀបសម្លេងអូនអត់ទាន់ឡើងធម្មតាខ្មោចសម្លេងខ្មោចនិយាយត្រង់ខ្ញុំក៏ទៅចេះប្រើប្រហែលឆ្នាំចុងក្រោយហ្នឹងដែរព្រោះដោយសារយើងចិត្តតែហាត់ហ្នឹងមកយើងអត់ទាន់បានវឹកហាត់សម្លេងហ្នឹងចាប៉ុន្តែសម្លេងច្រៀងខាងក្រោមបងអូនអត់អីរលូនល្អគ្រាន់បើចាអរគុណច្រើនបាទឌីណាបងឯកភាពជាមួយប្អូនដែលប្អូនជ្រើសយកបទញាក់ហើយបទមួយនេះយកមកច្រៀងសម្រាប់ប្អូនដោយសារតែការលេងហ្គីតាបើសិនជាយើងលេងបែបនេះមានអារម្មណ៍ថាសប្បាយហ្នឹងហើយសប្បាយរីករាយជាមួយនឹងកម្មវិធីរបស់យើងធ្វើឲ្យពួកបងសប្បាយចង់រាំតាមចង្វាក់ភ្លេងរបស់អូនហើយមួយទៀតឃើញប្អូនមកដំបងហាក់ដូចអត់មានភាពស្វាហាប់សោះសួរមួយឆ្លើយមួយហាក់ដូចជាភាសាខ្មែរមួយគេថាស្ពឹកសពុនណាហ្នឹងហើយតែពេលដែលគាត់ច្រៀងឲ្យលេងកំមិចកំើមហ្នឹងហើយកំមិចកំើមចេះលេងជាអីបងទទួលស្គាល់រឿងបញ្ហាសម្លេងខ្មោចហ្នឹងក៏ប៉ុន្តែប្អូនអាយុប៉ុណ្ណឹងបងក៏ថាសម្លេងប៉ុណ្ណឹងគឺល្អហើយសម្រាប់ប្អូននេះជាការយល់ឃើញរបស់បងប្អូនជាពលលោកសិល្បៈថ្មីមួយដែលចេះលេងហ្គីតាហើយទៅតែកន្លះឆ្នាំទៅលេងបានល្អហើយច្រៀងក៏បានល្អទៀតសម្លេងអូនប្លែកមួយទៀតហើយបទជាមួយមួយបទនេះវាអត់ស្រួលច្រៀងទេហ្នឹងហើយសុំសួរសំណួរមួយទៀតយល់ឃើញយ៉ាងម៉េចដែរសម្រាប់ Cambodian Idol គាត់ថាកម្មវិធី Cambodian Idol គឺជាកម្មវិធីមួយដែលល្អសក្រិតហើយនឹងផ្ដល់ឱកាសឲ្យខ្ញុំបានចូលប្រឡងនៅទីនេះអញ្ចឹងបាទបងជឿជាក់ថានេះគឺជាលើកទី1សម្រាប់អូនហ្នឹងមែនទេបាទឥឡូវដល់ពេលសម្រាប់នឹងបងទាំងអស់គ្នាសម្រេចចិត្តថាទៅ yes ឬក៏ no រៀប yes អូខេឌីណាទទួលបានជោគជ័យឆ្ពោះទៅកាន់វគ្គបន្តទៀតសម្រាប់បងឌីណាត្រូវខិតខំបន្ថែមទៀតឌីណានៅមានចំណុចខ្វះខាតចំពោះបងគឺ no ចាអរគុណខំឡើងនៅណាមិនតន់ល្អឥតខ្ចោះទេយើងនៅហាត់បន្ថែមទៀតបាទត្រង់ចំណុចណាដែលបងផ្ដល់អរគុណណាអរគុណច្រើនអូនវិញមែនតើក៏អត់ចេះនិយាយស្ដីនាមបងសួរមួយម៉ាត់ឆ្លើយមួយម៉ាត់ហើយវាសួរវែងឆ្លើយមកវិញ3 4ម៉ាត់2ម៉ាត់ខ្ញុំមានចិត្តសប្បាយទេទាំងហ្នឹងដែលបានជាប់ទៅវគ្គបន្តមិនអន់ទេកម្ពុជាតារាចម្រៀង3នាក់គាំទ្រគាត់ឲ្យបន្តទៅមុខទៀត